ព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីសម្រេចស្តីពីការដាក់ពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីពីបទក្លែងឯកសារកីឡាករចំនួន7នាក់ FIFA រកឃើញថាក្រុមជម្រើសជាតិម៉ាឡេស៊ីបានដាក់កីឡាករខុសនីតិវិធីរហូតដល់ទៅ7នាក់ចូលលេងទល់នឹងវៀតណាមក្នុងវគ្គជម្រុះ AFC Asian Cup ឆ្នាំ2027កាលពីខែមិថុនាកន្លងទៅជាលទ្ធផលម៉ាឡេស៊ីបានយកឈ្នះវៀតណាម4-0នៅកីឡដ្ឋាន Bukit Jalil National Stadium ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកីឡាករកូនកាត់ទាំង7នាក់នោះរួមមាន Garces លេងឲ្យក្លឹប Deportivo Alaves នៅ La Liga Gabriel Aroca លេងឲ្យក្លឹប Unionistas de Salamanca នៅប្រទេសអេស្ប៉ាញ Rodrigo Holgado លេងឲ្យក្លឹប América de Cali នៅប្រទេសកូឡុំប៊ី Imanol Machuca លេងឲ្យក្លឹប Vélez Sarsfield នៅប្រទេសអាហ្សង់ទីននិងកីឡាករ3នាក់ទៀតលេងឲ្យក្លឹប Johor Darul Ta'zim នៅក្នុងស្រុករួមមាន João Figueiredo John Arazabal និង Hector Hevel ខណៈកីឡាករទាំង7នាក់នេះត្រូវ FIFA ដាក់បម្រាមមិនឲ្យមានសកម្មភាពពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល12ខែឬ1ឆ្នាំពេញតែម្ដង FIFA បានបញ្ជាក់ថាសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីបានចុះឈ្មោះកីឡាករទាំង7នាក់ខាងលើខុសនីតិវិធីដោយក្លែងឯកសារបញ្ជាក់សញ្ជាតិរបស់ពួកគេហើយទង្វើនេះល្មើសនឹងមាត្រា22នៃក្រមវិន័យរបស់ FIFA ពាក់ព័ន្ធនឹងនីតិវិធីក្នុងការចុះឈ្មោះកីឡាករបរទេសចូលសញ្ជាតិនៅក្នុងការប្រកួតឈ្នះវៀតណាម4-0នោះកីឡាករជាប់បម្រាម2រូបគឺ Figueiredo និង Holgado សុទ្ធតែជាអ្នករកគ្រាប់បាល់ជូនជាតិម្នាក់មួយគ្រាប់ខណៈកីឡាករ Garces ចូលលេងឲ្យក្លឹប Alaves រាល់ប្រកួតហើយកំពុងជួយក្លឹបឈរចំណាត់ថ្នាក់លេខ10ក្នុងតារាង La Liga បច្ចុប្បន្នផងដែរ FIFA ក៏បានចេញសេចក្តីសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីនៅទឹកប្រាក់ចំនួន 30,000 ស្វីសហ្វ្រង់ឬស្មើ $438,651 ដុល្លារអាមេរិកចំណែកឯកីឡាករទាំង7នាក់ក្នុងម្នាក់ៗត្រូវបង់ប្រាក់ពិន័យចំនួន 2,000 ស្វីសហ្វ្រង់ឬស្មើ $2,507 ដុល្លារអាមេរិកយ៉ាងណាក៏ដោយចំពោះលទ្ធផល4-0នោះទំនងជាមិនអាចកែប្រែឡើយហើយសហព័ន្ធកីឡាបាល់ទាត់វៀតណាមក៏មិនទាន់មានប្រតិកម្មអ្វីលើរឿងនេះដែរសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីបញ្ជាក់ថាពួកគេនឹងតស៊ូរឿងក្តីនេះនៅឧទ្ធរគណៈសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីហៅកាត់ AFC ជំរុញឲ្យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីប្តឹងឧទ្ធរឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីឆាប់បានដោះស្រាយរឿងក្តីក្តាំងនេះព្រោះវគ្គជម្រុះ AFC Asian Cup ឆ្នាំ2027នឹងចូលមកដល់ជាបន្តទៀតនៅថ្ងៃទី9ខែតុលាឆ្នាំ2025ឆាប់ៗខាងមុខនេះ